សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងរៀនសន្ទនាជាភាសាអង់គ្លេសតាក់ទងទៅនឹង at the clothing store នៅហាងលក់សម្លៀកបំពាក់ C តំណាងឲ្យ customer ភ្ញៀវ S តំណាងឲ្យ sales assistant អ្នកលក់អញ្ចឹងបើសិនជាយើងចង់ចេះពាក្យជាភាសាអង់គ្លេសតាក់ទងទៅនឹងការទិញសម្លៀកបំពាក់យើងមើលវីដេអូនេះទាំងអស់គ្នាអូខេចាប់ផ្ដើមC customer អ្នកទិញអញ្ចឹងអ្នកទិញនិយាយថា Hello I'm looking for a jacket Hello I'm looking for a jacket សួស្តីខ្ញុំកំពុងស្វែងរកអាវរងាមួយសួស្តីខ្ញុំកំពុងស្វែងរកអាវរងាមួយ jacket នេះគឺយើងបកប្រែថាអាវរងាអាវធំនៅពេលដែលយើងពាក់ពីក្រៅគឺអាវបែបហ្នឹង S តំណាងឲ្យ sales assistant គឺអ្នកលក់ក៏តបថា Hello what kind of jacket are you looking for Hello what kind of jacket are you looking for សួស្តីតើអ្នកកំពុងស្វែងរកអាវរងាប្រភេទអ្វីសួស្តីតើអ្នកកំពុងស្វែងរកអាវរងាប្រភេទអ្វីអញ្ចឹងភ្ញៀវក៏តបទៅវិញថា I need something comfortable and not too expensive I need something comfortable and not too expensive ខ្ញុំត្រូវការអ្វីមួយហ្នឹងគឺសំដៅទៅលើអាវខ្ញុំចង់បានអាវមួយដែលស្រួលពាក់ហើយមិនថ្លៃពេកបន្តទៀតអញ្ចឹងអ្នកលក់ឆ្លើយតបថា We have this new style it's very popular this season We have this new style it's very popular this season popular យើងប្រែថាពេញនិយម season រដូវកាលនេះអញ្ចឹងយើងប្រែថាពួកយើងមានម៉ូដថ្មីនេះវាពេញនិយមណាស់រដូវកាលនេះអូខេអញ្ចឹងយើងទៅមើល slide បន្ទាប់អញ្ចឹងអ្នកតែងក៏និយាយទៀតថា It looks nice Do you have it in a larger size It looks nice Do you have it in a larger size វាមើលទៅស្អាតណាស់តើមានទំហំធំជាងនេះទេវាមើលទៅស្អាតណាស់តើមានទំហំធំជាងនេះទេអញ្ចឹងអ្នកលក់ក៏ឆ្លើយថា Yes let me check in the bag Yes let me check in the bag បាទជាកាចាខ្ញុំពិនិត្យមើលនៅខាងក្រោយបាទឬកាចាខ្ញុំពិនិត្យមើលនៅខាងក្រោយអញ្ចឹងអ្នកលក់រកអាទំហំដែលធំអញ្ចឹងអ្នកលក់ក៏ស្វែងរកឲ្យយើងមើល slide បន្ទាប់ទៀតអ្នកលក់ក៏នៅពេលដែលអ្នកលក់រកអាវហើយក៏និយាយថា Here you are Would you like to try it on Here you are Would you like to try it on នេះជាទំហំធំ Here you are នេះនៅពេលដែលអ្នកលក់ហុចអាវឲ្យយើងអញ្ចឹងយើងអាចនិយាយបានថា Here you are អូខេ Would you like to try it on Try it on មានន័យថាលកនៅពេលដែលយើងចង់លកអាវយើងអាចនិយាយបានថា Would you like to try it on
តែអ្នកចង់រកដែរឬទេ Yes please where is the fitting room fitting room យើងប្រែថាបន្ទប់ស្លៀកពាក់ឬក៏បន្ទប់រកសម្លៀកបំពាក់ fitting room បាទឬក៏ចាស់តើបន្ទប់រកសម្លៀកបំពាក់នៅឯណាចឹងបន្តទៀតអ្នកលោកក៏ឆ្លើយថា It's over there next to the mirror It's over there next to the mirror វានៅទីនោះក្បែរកញ្ចក់ next to យើងប្រែថាក្បែរចឹងអ្នកតែងក៏ឆ្លើយ I like it but it's a bit tight I like it but it's a bit tight tight យើងប្រែថាតឹងឬក៏ចង្អៀតខ្ញុំចូលចិត្តវាប៉ុន្តែវាតឹងបន្តិចចឹងអ្នកលោកឆ្លើយថា You can try on one size bigger You can try one size bigger អ្នកអាចសាកទំហំធំជាងនេះមួយទៀតបានអ្នកអាចសាកទំហំធំជាងនេះមួយទៀតបានអូខេតទៀត That's perfect I'll take it How much That's perfect I'll take it How much That's perfect វាស្អាតណាស់ I'll take it ខ្ញុំនឹងយកវា How much តម្លៃប៉ុន្មានចឹងអ្នកលោកក៏ឆ្លើយថា It's $35 It's $35 វាតម្លៃ$35 There is a 10% discount today There is a 10% discount today discount បញ្ចុះតម្លៃថ្ងៃនេះមានបញ្ចុះតម្លៃ 10% ចឹងអ្នកទិញក៏ឆ្លើយថា Great Can I pay by card Great Can I pay by card ល្អណាស់ខ្ញុំចង់បង់ដោយកាតបានទេល្អណាស់ខ្ញុំចង់បង់ដោយកាតបានទេអ្នកលក់ឆ្លើយថា Of course please come to the counter Of course please come to the counter បានសូមទៅកាន់តុបង់លុយបានសូមទៅកាន់តុបង់លុយកន្លែងបង់លុយ counter កន្លែងបង់លុយចឹងភ្ញៀវតបវិញថា Thank you for your help Thank you for your help អរគុណសម្រាប់ការជួយរបស់អ្នកអរគុណសម្រាប់ការជួយរបស់អ្នកចឹងអ្នកលោកក៏ឆ្លើយថា You're welcome Have a nice day You're welcome Have a nice day មិនអីទេសូមឲ្យមានថ្ងៃល្អឬក៏យើងបកដែរសូមឲ្យមានសំណាងល្អអូខេចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្ណេះសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តនៅវីដេអូមួយនេះអូខេ Thank you